នៅក្នុងលោកយើងនេះណាបងប្អូនកុំឲ្យអវិជ្ជានិងភាពល្ងិតល្ងងភាពទន់ខ្សោយគ្របសង្កត់បានទោះបីឈឺដំកាត់ទោះបីមានរឿងអ្វីក៏ដោយក្នុងអត្តភាពជាមនុស្សនេះលោកត្រាតែមានសេចក្តីព្យាយាមម្នាក់បុកឧបសគ្គប្រែថាមនុស្សគឺមានសេចក្តីព្យាយាមជាប្រកបដីគឺយកអំពើល្អមកបដិបត្តិភាពឈ្នះចាញ់របស់លោកនេះគឺចាញ់ឈ្នះដោយអំពើល្អនិងអាក្រក់អ្នកបរាជ័យតែងយកភាពអាក្រក់មកដាក់ខ្លួនអ្នកបរាជ័យតែងយកភាពតូចចិត្តមកដាក់ខ្លួនអ្នកដែលបរាជ័យក្នុងជីវិតតែងយកភាពចង្អៀតចង្អល់ការយកតូចចិត្តការខឹងសម្បារខ្លួនឯងនេះជាការបរាជ័យរបស់មនុស្សមកពីពាក្យថាម្នាក់បុកឧស័កប្រែថាមនុស្សគឺជាអ្នកយកជ័យជំនះលើវាសនាមានឧបសគ្គអ្វីក្តីឧបសគ្គមកបង្រៀនជីវិតឲ្យចេះរកដំណោះស្រាយឃើញនៅក្នុងដំណើរជីវិតក្នុងលោកនេះបើសិនមនុស្សស្រួលឬលោកនេះស្រួលមិនមែនហៅថាមនុស្សលោកទេលោកនេះគឺជាការចម្រើននឹងការវិនិច្ឆ័យទៅវិញលុះត្រាតែបងប្អូនច្បាំងឈ្នះអវិជ្ជាទៅបងប្អូនអាចយល់ទៅបងប្អូនអាចយកជ័យជំនះបានបងប្អូនពុទ្ធផ្ដាំយើងជាម្ចាស់ទាំងអស់គ្នាថាបញ្ញាបូកជាមួយការព្យាយាមទៅដោយគ្មានបញ្ញាបងប្អូនអត់ត្រូវទេទៅហើយប៉ុន្តែការព្យាយាមទៅនោះវាទៅផ្លូវខុសតែបើយកបញ្ញាជាមួយផងវាទៅផ្លូវត្រូវផ្លូវដែលយើងកំពុងធ្វើដំណើរនៅលើផ្លូវធ្វើដំណើរនៃជីវិតរឿងអីក៏ដោយត្រូវយកមកត្រេះរិះដើម្បីតម្រង់ខ្លួនឲ្យត្រង់ត្រូវខុសបន្តិចតម្រង់ខ្លួនវិញខុសបន្តិចតម្រង់ខ្លួនវិញតម្រង់ទាល់តែខ្លួនត្រង់ហើយដើរត្រូវផ្លូវនៅសេចក្តីព្យាយាមនឹងទើបយើងជោគជ័យគ្មានការជោគជ័យណានៅក្នុងโลกនេះដែលកើតចេញពីការលះបង់ការអវិជ្ជាល្ងិតល្ងងគ្រប់សង្កត់ទេណាបងប្អូនខ្វះបញ្ញាញាណมันអាចធ្វើអ្នកធំអ្នកដឹកនាំបានទេគាត់អត់យល់ឬយើងមិនយល់ទាំងអស់គ្នានេះណាអញ្ចឹងបានព្រះអង្គសម្ដែងថាអតិមានអ្នកជាឧបកិលេសរបស់មនុស្សក្នុងលោកឧបកិលេស16យ៉ាងគឺមនុស្សរឹងត្អឹងជាដើមមានអ្នកអត់យល់ទេការមិនយល់របស់គាត់នឹងឯងជាឧបសគ្គនៅដំណើរជីវិតរបស់គាត់តែងតែរកចំណុចបែបនេះរកចំណុចបែបនោះទាំងគាត់អត់យល់អំពីខ្លួនឯងថាខ្លួនអញនេះមានអីដែលជាឧបសគ្គនឹងឯងជាដំណោះស្រាយសម្រាប់យើងក្នុងโลกនេះបើអត់មានឧបសគ្គទេបើអត់មានជីវិតធ្លាក់ទេយើងរំដែតមកពីណាបើអត់មានសេចក្តីទុក្ខទេយើងកន្លងសេចក្តីទុក្ខទៅរកសុខមិនឃើញបើមិនឃើញភាពបរាជ័យទេយើងទៅរកជោគជ័យមិនឃើញបើមិនឃើញដីទៀនទេយើងឃើញដីភ្នំខ្ពស់មិនដេចកើតអញ្ចឹងបងប្អូនភាពជោគជ័យឆ្លងកាត់ព្យាយាមលះបង់បងប្អូនដាក់ចិត្តថាឡើងកពូលភ្នំនេះក្នុងជីវិតនេះឡើងមកឲ្យឃើញព្រះពុទ្ធហើយបូជាព្រះពុទ្ធឡើងមកទោះបីជីវិតយ៉ាងណាតំណាងដោយព្រះពុទ្ធព្រោះព្រះអង្គធ្លាប់គង់នៅលើកំពូលភ្នំកិច្ចកោប្រទេសឥណ្ឌាហើយភ្នំកិច្ចកោនេះបារមីអ្នកបដិស្ថានដាក់នៅទីនេះហើយក៏ជាយូរលង់មកហើយមិនមែនទៅឥឡូវទេប្រទេសថៃមានភ្នំកិច្ចកោដូចគ្នាប្រទេសកម្ពុជាមានភ្នំកិច្ចកោដូចគ្នាភ្នំកិច្ចកោគឺជាក្បាលសំពៅដែលមានចរិតថ្មដាច់មិនមែនកំពូលទេឡើងមកដល់គឺផុតវាផុតហ្មងណាមិនគេហៅកំពូលហើយបងប្អូនបានឡើងដល់កំពូលហើយក្នុងឆាកជីវិតបងប្អូនជឿជាក់ថាអាត្មាអញខ្លួនអញនេះជាបុគ្គលជោគជ័យលើសេចក្តីព្យាយាមខ្លួនឯងមួយបាត់ទៅហើយបងប្អូនមិនព្យាយាមបងប្អូនជោគជ័យមកពីណាហើយចុះលោកគ្រូវិញលោកគ្រូមិនព្យាយាមកើតភ្នំនេះមកពីណាឥឡូវលោកគ្រូដាក់ថាត្រូវតែធ្វើប្រសាថ្វាយសាសនាហើយព្រោះប្រហែលឆ្នាំលោកគ្រូរងទុកណាមេឃភ្លៀងមេឃត្រជាក់បែបហ្នឹងនេះត្រជាក់មែនទេណាបងប្អូនត្រជាក់នេះចាប់ដើមត្រជាក់ហើយបន្តិចទៀតដូចធ្លាក់តកអញ្ចឹងហើយមេឃចុះអាប់ពពកនៅពីក្រោមយើងសម្លឹងទៅព្រលឹមឡើងឃើញតែពពកនៅពីក្រោមភ្នំទៅវិញហើយត្រជាក់ជួនកាលមើលគ្នាអត់ឃើញទេលើភ្នំហើយប្រសង់លោកនិមន្តមកគ្រប់វត្តទាំងអស់គ្រប់កន្លែងគ្រប់ទិសទីមិនទៀងទេជួនកាលរកកន្លែងឲ្យលោកសង្គូអត់បានទេយើងជាពុទ្ធបរិស័ទកសាងថ្វាយសាសនាមិនមែនថ្វាយនរណាទេថ្វាយសាសនាបើពាក្យថាថ្វាយសាសនាគឺថ្វាយទៅលើគុណប្រតនត្រ័យដែលមានគុណពុទ្ធពធប្រសង្ឃយើងព្យាយាមឧបសគ្គមកគ្របយើងមិនឲ្យសាសនាកើតយើងត្រូវតែច្បាំងជាមួយនឹងហេតុនឹងដើម្បីឲ្យសាសនាកើតហើយបើយើងកើតប្រាសាទបើយើងកើតកន្លែងនឹងស្អាតហើយនៅលើនឹងមានព្រះ
ស្អាតខ្ពង់ខ្ពស់ឡើងបងប្អូនតើយើងសប្បាយចិត្តប៉ុណ្ណាដែលពុទ្ធសាសនាកើតលើកំពូលភ្នំប្រទេសគេកន្លែងគេខំប្រឹងធ្វើតាំងពីសសរស្តម្ភដោយនៅប្រទេសថៃស្ដេចចលាលង្កនក្រុមស្ដេចវង្សស្ដេចព្យាយាមធ្វើសសរស្តម្ភដើម្បីតំណាងនិមិត្តរូបនៃភាពរឹងមាំប្រទេសគេប៉ុន្តែទំនាយប្រទេសរបស់គេនៅបានមិនបានយើងប្រឹងធ្វើសសរស្តម្ភមួយថ្វាយសាសនាតាមបែបជំនឿសាសនាយើងធ្វើហើយប្រឹងធ្វើភាសាដើម្បីថ្វាយសាសនាតើតែយើងយកបញ្ញាមកព្យាយាមបងប្អូនមិនមែនជារឿងស្រួលទេហើយយើងព្យាយាមនេះថ្វាយសាសនាមានន័យថាថ្វាយពុទ្ធថ្វាយពធថ្វាយព្រះសង្ឃនឹងឯងហើយទីខ្ពស់បងប្អូនទីខ្ពស់ទីនេះខ្ពស់បងប្អូនបាត់ការព្យាយាមមិនកើតស្ដេចផែនដីប្របាទពំពិសានៃនគរមគធៈបច្ចៅក្រុងរាជក្រឹសឡើងអំពីជើងភ្នំដោយបាទាផ្ទាល់ទៅគាល់ថ្វាយព្រះពុទ្ធនៅលើកំពូលភ្នំកិច្ចកោទៅវន្ទាព្រះពុទ្ធទៅថ្វាយបង្គំព្រះពុទ្ធក្នុងនាមព្រះមហាក្សត្រដែលមានបុណ្យច្រើនហើយរីករាយចំពោះវត្តមានព្រះអង្គលើភ្នំពោលចំពោះព្រះពុទ្ធជាម្ចាស់ថាបបិទ្ធព្រះអង្គសមក្នុងនាមព្រះអង្គជាគ្រូនៃទេវតានិងមនុស្សព្រះអង្គគង់នៅលើកំពូលភ្នំកិច្ចកោជាទីអាស្រ័យនេះសំគួរណាស់ខ្ញុំម្ចាស់នឹងបានមកគោរពដល់ទីខ្ពង់ខ្ពស់ដល់ទីនេះដោយសេចក្តីជ្រះថ្លាឆ្លងកាត់ជ្រោះភ្នំកិច្ចកោមានជ្រោះមានភ្នំព័ទ្ធជុំវិញហើយទីខ្ពង់ខ្ពស់បងប្អូនមើលទៅដាច់គ្រប់ទីកន្លែងអញ្ចឹងបងប្អូនណែព្រះពុទ្ធមិនមែនជាស៊ីម៉ង់ទេបងប្អូនប៉ុណ្ណឹងមិនមែនស៊ីម៉ង់ទេមិនមែនស៊ីម៉ង់ទាំងអស់នៅទីនេះសិតតែថ្មភ្នំសិតតែថ្មភ្នំព្រះវិហារភ្នំសតុបហើយប៉ុណ្ណឹងយកមកដល់លើកំពូលភ្នំសួរថាព្យាយាមប៉ុណ្ណាបងប្អូននេះថ្វាយសាសនាយើងព្យាយាមប៉ុណ្ណឹងទៅជីវិតយើងហ្នឹងវាបានរឹងមាំហើយបងប្អូនបរាជ័យជាមួយនឹងជីវិតទុនជ្រាយឲ្យមានសត្រូវគ្រប់សង្កត់បានទេបងប្អូនហើយបងប្អូននៅក្នុងโลกនេះមិនខ្វះអ្នកបកែទេឫទ្ធិអំណាចទេវតាព្រំក៏ដោយតែទេវតាព្រំក៏មានចិត្តមួយចង់ដឹងអ្នកណាមានឫទ្ធិជាងខ្លួនដែរសម័យពុទ្ធជាម្ចាស់ព្រះអង្គផ្ចាញ់មានណាទេវតាជាន់ទី6ស្ដេចទេវតាជាន់ទី6មកសាកល្បងមកផ្ចាញ់ពុទ្ធនឹងទេវតាស្ដេចទេវតាជាន់ទី6ហើយស្ដេចទេវតាជាន់ទី6បរៈនិមិត្តសវតីហ្នឹងគ្រាន់តែនឹកឃើញអីកើតកាមគុណក្នុងអារម្មណ៍បើចង់កើតវិមានកើតឡើងបើចង់សោយកាមគុណកើតឡើងជាន់ទី6បុណ្យរបស់ទេវតាអង្គនឹងច្រើនក្រៃលែងបងប្អូនស្ដេចទេវតាជាន់ទី6ចង់ដឹងថាព្រះសម្មាសម្ពុទ្ធនេះមានគុណមែនអត់ព្រះសម្មាសម្ពុទ្ធនេះមានបុណ្យច្រើនមែនអត់ហើយត្រូវនឹងថ្ងៃដែលព្រះពុទ្ធទ្រង់ផ្ចាញ់មាផងបុណ្យរបស់ព្រះអង្គគ្រប់4អសង្ខ័យបុណ្យគ្រប់ប៉ុណ្ណឹង4អសង្ខ័យហើយស្ដេចទេវតាអង្គនឹងដែលមានបុណ្យច្រើនណាគ្រាន់តែនឹកឃើញអីកើតនឹងសោយដោយកាមគុណ5យ៉ាងនឹកឃើញកាមគុណមានស្រីស្រង្គីកើតឡើងរាប់មិនអស់គ្រាន់តែនិមិត្តឃើញប្រាសាទនឹកឃើញប្រាសាទកើតឡើងដោយអំណាចបុណ្យនៃការនិមិត្តនៃការគិតអីកើតនឹងគ្រាន់តែដឹងថាព្រះសម្មាសម្ពុទ្ធនេះបុណ្យគ្រប់4អសង្ខ័យចង់ផ្ចាញ់ព្រះអង្គគ្រាន់តែនិមិត្តឃើញបរិវារនឹងអំណាចទាំងអស់កើតឡើងដល់ទេវបុត្រអង្គនឹងចុះមកផ្ចាញ់ព្រះសម្មាសម្ពុទ្ធហើយយើងនេះសាងបារមីនេះមិនដឹងអ្នកណាមកសាកល្បងខ្លះទេជួនកាលកូនយក្សទូចមួយមកសាកល្បងនឹងបរាជ័យបាត់ទៅហើយជួនកាលអមនុស្សតូចមួយមកសាកល្បងបរាជ័យបាត់ទៅហើយអ្នកជោគជ័យគេឆ្លងកាត់ឧបសគ្គណាស់ហើយដូចជាការធ្វើភ្នំជាដើមមិនមែនធ្វើដោយងាយទេណាការដឹកនាំមនុស្សក៏មិនមែនងាយការកសាងប្រទេសក៏មិនមែនងាយលុះត្រាតែបងប្អូនណាមានភាពមានអ្នករឹងរូសយកឈ្នះខ្លួនឯងឈ្នះនឹងវាសនាឈ្នះនឹងបុណ្យទៅបងប្អូនជោគជ័យបងប្អូនកុំពោលពាក្យបរាជ័យដាក់មុខមាអ្នកខ្លះពោលពាក្យនឹងហើយដែលតែងបរាជ័យឧទាហរណ៍មានរឿងអីកើតឡើងតែងតែនិយាយថាអូខ្ញុំប្រហែលជាមិនអាចទៅរួចទេខ្ញុំប្រហែលជាបរាជ័យហើយខ្ញុំដូចជាទៅមុខមិនរួចទេអត់ហ៊ានទៅទេនេះជាការបរាជ័យដែលមាកត់សម្គាល់យើងគ្រប់គ្នាព្រះពុទ្ធជាម្ចាស់ព្រះអង្គមិនដែលពោលពាក្យបរាជ័យចំពោះមុខមាទេតថាគតសាច់ស្បែកសរសៃឈាមសូម្បីคล้ายជាថ្មទៅជាផែនដីក៏ដោយតថាគតមិនបោះបង់នេះពាក្យអវាទពុទ្ធ
រាល់ពេលតថាគតសាងបារមីតថាគតមិនដែលឈ្ងោកមុខទេតថាគតមិនដែលពោលថាខ្លួនអញគួរឈ្ងោកមុខចំពោះមនុស្សទាំងអស់ទេតើបតថាគតនេះជាបុគ្គលដ៏ប្រសើរក្នុងលោកយើងចូលចិត្តពោលដាក់វាសនាខ្លួនឯងខ្ញុំចេះខ្ញុំអន់ចេះខ្ញុំបែបនេះគឺមាននៅក្នុងចិត្តនឹងឯងជាអ្នកសង្កត់ខ្លួនឯងឲ្យបរាជ័យគ្រប់យ៉ាងទាំងអស់បាត់ហើយអ្នកខ្លះធ្វើគ្រូមើលគ្រាន់តែឃើញសត្រូវនៅចំពោះមុខខ្មោចនៅចំពោះមុខមានអារម្មណ៍ខ្លាចខ្មោចចូលនឹងបាត់ទៅហើយសួរថាជោគជ័យមកពីណាក្នុងនាមខ្លួនឯងជាគ្រូពាក្យថាគ្រូមួយម៉ាត់មកពាក្យថាករុអ្នកដែលមានធម៌ពលអ្នកដែលមានកម្លាំងអ្នកដែលខ្លាំងអ្នកដឹកនាំគឺត្រូវប្រើធម៌ពលក្នុងខ្លួនឯងសន្សំបានប៉ុន្មានហើយត្រូវតែមានចិត្តយកឈ្នះត្រូវតែមានចិត្តជឿជាក់លើខ្លួនឯងយកបរមត្ថបារមីបើប្រពុតលោកខ្លាចដូចយើងអញ្ចឹងមិនមែនលោកឈ្នះមាទេថ្ងៃដែលប្រពុតខ្ចាញ់មាណាខាងក្រោយ9ខាងលើ9យោជខាងមុខ12យោជខាងចំហៀង12យោជពីមុខពីក្រោយសិតតែរាប់យោជហើយនិមិត្តធ្វើគ្រប់បែបយ៉ាងដោយអំណាចទេវបុត្រដែលមានឫទ្ធិជាមាហ្នឹងនិមិត្តធ្វើបានគ្រប់យ៉ាងតែប្រពុតលោកអត់ដែលចោះចាញ់ពីព្រោះលោកជឿជាក់លើខ្លួនឯងថាតថាគតនេះសាងបុណ្យមែនណាអាភាពមែននឹងហើយជាភាពរឹងមាំមិនមែនវិជិកិច្ឆាសង្ស័យទេភាពសង្ស័យគឺជាការបរាជ័យនៅក្នុងនិវរណៈធម៌បងប្អូនសង្ស័យចេះសង្ស័យចោះភាពសង្ស័យគឺជាអង្គប់គឺជាការបរាជ័យរបស់អ្នកទុនទាបអ្នកខ្លាំងគេអត់ដែលសង្ស័យទេគេជឿជាក់លើសិលគេជឿជាក់លើបុណ្យគេជឿជាក់លើជីវិតគេហ៊ានលះបង់ទៅបានគេខ្លាយជាអ្នកខ្លាំងបានខ្លាយជាអ្នកមានឫទ្ធិបានហើយយើងទៅនិយាយតែពីរឿងបរាជ័យលោកគ្រូអញ្ចឹងចោះអាភាពបរាជ័យដែលយើងថានឹងឯងគឺជារាសីដែលខ្លួនឯងកំណត់ព្រេងវាសនាកំណត់ខ្លួនឯងដោយការបរាជ័យខ្លាចចេះខ្លាចចោះធ្វើឲ្យមានចិត្តបាបនឹងសង្កត់លើណែពាក្យណាមានចិត្តបាបផ្ចាញ់ព្រះដរាបមិនដែលឈ្នះសោះនេះពាក្យឃើញទេព្រះអង្គឈ្នះមាដោយញាណខ្ពង់ខ្ពស់ឧត្តមកិត្តិយសសំជាពុទ្ធមានចិត្តរាំងរាបំណងសពឲ្យមាវិលត្រឡប់ក្រាបគោរពចាញ់បិចេស្តាមាបំណងសពមាបៀតបៀនគ្រប់យ៉ាងតែឲ្យមាវិលត្រឡប់ក្រាបគោរពចាញ់បិចេស្តាឃើញទេឃើញអត់ព្រះពុទ្ធនៃយើងកើតជាសោមបណ្ឌិតទុនសាយសដែលយើងធ្វើបុណ្យនៅពេញបរមីខែកដិកព្រះអង្គមានចិត្តមួយចង់ជាបុគ្គលឯកក្នុងលោកដើម្បីត្រាស់ដឹងប្រយោជន៍ញាតិចង់ជួយញាតិយើងឃើញម្ដាយឃើញឪពុកឃើញបងប្អូននឹងយើងអាណិតញាតិយើងដល់ព្រះអង្គលោកចង់ជួយញាតិលោកប្រាថ្នាយកជីវិតទៅបូជាណាយកជីវិតយើងឥឡូវនេះបើម្ដាយយើងឪពុកយើងបងប្អូនយើងញាតិយើងស្លាប់អស់ក្នុងសង្សារវដ្តយើងជាទន្សាយសោមបណ្ឌិតយើងនេះចង់ជួយញាតិអញ្ចឹងអ្នកណាក៏ដោយអាចយកជីវិតយើងបានយើងដាក់ទៀនគ្រាន់តែប៉ុណ្្នឹងអ្នកណាដែលប្រកែដឹងជាងគេក្នុងលោកនេះមនុស្សសាមញ្ញអត់ដឹងទេណោះដល់ដឹងដល់ប្រអិននេះណោះប្រអិននៅឋានសួគ៌ដឹងថាយីអ្នកណានេះដាក់ពាក្យនេះជ្រៅណាស់ណោះហ៊ានបូជាជីវិតដើម្បីជាទៀនណោះអញ្ចឹងយើងប្រអិនសូមធ្វើជាអន្តព្រាមចុះទៅជួបទន្សាយនឹងមើលពពោធិសត្វព្រះអិនចុះមកសូមយកជីវិតនឹងទន្សាយឲ្យជីវិតបូជានឹងភ្លើងពេញកំមុំភ្លើងកំពុងឆេះប៉ុន្តែដោយអំណាចបដិញ្ញានិងការមោះមុតជាកម្មដ៏កំពូលដែលព្រះអង្គទ្រង់ធ្វើភ្លើងរលត់តែភ្លើងនឹងរលត់มันអាចឆេះអំពើបុណ្យបានទេបងប្អូនជឿជាក់លើបុណ្យមែនទេណាគ្មានអីទៅយកឈ្នះបុណ្យបងប្អូនបានទេបងប្អូនទុនខ្សោយទេដែលមាមកហើយសាកល្បងបរាជ័យបងប្អូនចាំណារិទ្ធมันអាចឈ្នះកម្មទេរិទ្ធมันអាចឈ្នះកម្មទេអ្នកណាមានរិទ្ធជាងគេក្នុងសម័យពុទ្ធអង្គលីមាមួយអ្នកណាមួយទៀតព្រះមោគលានមានរិទ្ធអស្ចារ្យណាស់ក្នុងលោកប៉ុន្តែសួរថាអាចឈ្នះកម្មទេមោគលានគេព្យាយាមជាបានធ្វើបែបគ្រប់យ៉ាងទាំងអស់មោគលានធ្វើអីក៏មិនឈ្នះមោគលានដែរមោគលានក្នុងចំណោមពួកនឹងទាំងអស់ព្យាយាមធ្វើបាបកាត់សម្លាប់ប៉ុណ្ណាតែมันអាចប៉ះមោគលានបានទេតែចុងក្រោយមោគលានឃើញកម្មរបស់ខ្លួនឯងក្នុងជាតិមួយ
អញ្ចឹងហ៊ានបដូរជីវិតពោលដាក់កម្មថាកម្មនេះវានឹងត្រូវទទួលពិតប្រាកដអញនឹងដោះយកកម្មនេះដោយបញ្ញាអញ្ចឹងសុខចិត្តលះបង់គ្រប់យ៉ាងរិទ្ធរបស់មោគលានត្រូវពួកចៅវាយកំតិចឆ្អឹងទាំងអស់សួរថាមោគលានស្លាប់អត់ថាអត់ស្លាប់ទេមោគលានគុំធាតមកជួបព្រះសម្មាសម្ពុទ្ធលាពុទ្ធដដែលហើយថាបបិទ្ធព្រះអង្គខ្ញុំម្ចាស់នេះគឺមានរិទ្ធបណ្ណាតែជាពាក់កម្មទាំងអស់ដែលខ្ញុំម្ចាស់មានខ្ញុំម្ចាស់លៀងកម្មហើយសូមលាព្រះអង្គបរិនិព្វាននៅក្នុងខែក្រោយមួយខែទៀតបរិនិព្វានណារិទ្ធណាបងប្អូនសំដែងរិទ្ធលុះត្រាតែបងប្អូននៅមានបុណ្យទេណាតែអស់បុណ្យហើយគឺកម្មវិយោហើយរិទ្ធមិនឈ្នះកម្មទេអញ្ចឹងបងប្អូនត្រូវរៀនតស៊ូលើកកម្លាំងខ្លួនឯងឡើងព្យាយាមខ្លួនឯងបង្កើតបញ្ញាខ្លួនឯងរឹងដោយខ្លួនឯងមានស្មារតីរឹងខ្លួនឯងអ្នកណាទៅរឹងចំនួនបងប្អូនបញ្ញាបងប្អូនអាចសួរអ្នកចេះឯភាពរឹងមាំនៅលើបងប្អូនអញ្ចឹងស្ដេចទេវតាជាន់ទី6នៅពេលដែលបៀតបៀនព្រះសម្មាសម្ពុទ្ធគ្រប់មធ្យោបាយព្រះអង្គនៅតែមិនខ្វល់ដោយអំណាចបុណ្យព្រះអង្គនៅតែជឿជាក់លើបុណ្យរបស់ព្រះអង្គចង់បញ្ចប់មាចុះចាញ់ប្រពុតចុះចាញ់ប្រពុតមាមានចិត្តរាំងរាបំណងសពឲ្យមាវិលត្រឡប់ក្រាបគោរពចាញ់បច្ចេស្តាឃើញអត់ឃើញទេឲ្យមាចុះចាញ់បច្ចេស្តាមាទៅជាថ្វាយអង្គមវិញចុងក្រោយហើយមាថ្នាក់ទៀបវាសម្រាប់មនុស្សទៀបហើយស្ដេចនៃមានេះ6ជាន់ណាគ្រប់គ្រងទេវតា6ជាន់ស្ដេចនៃមានេះដែលចុះចាញ់ប្រពុតអញ្ចឹងព្រះអង្គលើសអស់ទេវតាបាត់ហ្នឹងឯងជាគ្រូទេវតាគ្រាន់តែពួកមាមានចិត្តបាបពោលប៉ុណ្ណឹងភ្លាមអានុភាពនៃប្រពុតកន្លងលើសទេវានុភាពនៃទេវតាពន្លឺរស្មីចេញអំពីវរកាយព្រះអង្គទេវតាទាំងឡាយចុះចាញ់ដោយអំណាចបុណ្យរបស់ព្រះអង្គលើសកន្លងទេវានុភាពរស្មីរុងរឿងក៏កើតឡើងលើព្រះពុទ្ធឆពាន់រាំងសីក៏រស្មីកើតឡើងបងប្អូនចង់ជោគជ័យកម្មរបស់ខ្លួនឯងខ្លះមិនមែនអ្នកណាធ្វើជំនួសទេបងប្អូនត្រូវតែលះបង់ដើម្បីជំនួសជីវិតរបស់បងប្អូនគង់តែស្លាប់ទេហេតុអីបងប្អូនខ្លាចស្លាប់មុនពេលដែលវាស្លាប់រឹងមាំណាបងប្អូនបើបងប្អូនមិនរឹងមាំប៉ុណ្ណឹងទេបងប្អូនមិនបាច់ចូលព្រៃទេមិនបាច់ធ្វើអ្នកកដុងទេតោះបងប្អូនយកជីវិតមកលះបង់សិនបានបងប្អូនអាចជោគជ័យហើយក្នុងโลกនេះគ្មានអីធ្វើបងប្អូនបានទេពួកមានណាក៏ធ្វើមិនបានដែរឲ្យតែបងប្អូនមានធម៌ពិតប្រាកដមានមកផ្ចាញ់តែអ្នកអាក្រក់ទេមិនដែលមានផ្ចាញ់អ្នកល្អទេអ្នកល្អមែនទេមានលេងផ្ចាញ់មកហើយផ្ចាញ់ក៏មិនឈ្នះដែរមានផ្ចាញ់មនុស្សណាដែលមិនមានគុណវិសេសគ្រប់គ្រាន់តើហើយបងប្អូនត្រូវតែឆ្លងកាត់បងប្អូនត្រូវតែព្យាយាមធ្វើអញ្ចឹងបញ្ញាណាបងប្អូនបញ្ញាអញ្ចឹងលោកគ្រូសុំប៉ុណ្ណឹងចាស់ហើយជូនពរដល់បារមីគ្រប់ព្រះអង្គទោះសបារមីបងបត់អ្នកសច្ចាំងទេវតាថែរក្សាភ្នំកិច្ចកោតបរិយអ្នកសច្ចាំងបងបត់ទ័ពបារមីផ្លូវក្នុងទេវតាព្រំដែលជាទីពឹងគុណប្រតនត្រ័យមានពុទ្ធពធប្រសង្ឃជាដើមក្តីសូមអំណាចធម្មជាតិនៃគុណប្រតនត្រ័យដណ្ដែតឡើងខ្ពស់ហើយឈ្នះអស់មាសត្រូវមានសេចក្តីសុខគ្រប់យ៉ាងជាមលុបដល់កូនចៅពុទ្ធបរិស័ទគ្រប់ចំនួនក្រោយនគរកម្ពុជារឹងមាំឈ្នះមាសត្រូវនៅក្នុងពុទ្ធពរ4ប្រការសម្បត្តិ3ក្តីប្រាថ្នាយ៉ាងណាសូមជូនពរឲ្យជួបតែសុខចម្រើនជីវិតថ្លៃថ្លាសុខភាពមាំមួនរហូតទីបំផុតគឺបងប្អូនឈ្មោះព្រះនិព្វានដោយខ្លួនឯងគ្រប់គ្នាសូមអនុមោទនា